Hello អ្នកគ្នាបានស្អីឬហៅខ្ញុំយ៉ាងទៀតថាប្រុសស្វាគ្មានពេកក៏បានដែរថ្ងៃហ្នឹងខ្ញុំគឺបានលើករឿងមួយយកមកសម្ដែងតែរឿងនេះផងដែរមានចំណងជើងថា Our Dating Story មុនចូលដល់សាច់រឿងអ្នកគ្នាកុំភ្លេចជួយ Subscribe និង Like ឲ្យ admin ម្នាក់វិញផងចឹងកុំឲ្យខាត់ពេលវេលាយូរចូលទៅកាន់សាច់រឿងនេះទាំងអស់គ្នាដល់ក្បែរនៃសាច់រឿងហ្នឹងយើងឃើញនារីម្នាក់ពិតជាមានសម្រស់ស្អាតខ្លាំងមែនតើហើយម្នាក់នេះវិញគឺជាតួឯកប្រុសរបស់យើងដែលគាត់ចង់ប្រាថ្នាចង់បាននាងធ្វើជាសង្សារអញ្ចឹងណាយីរំគាត់តែនាងមើលមុខគាត់ផ្លែតហ្មងគឺធ្វើឲ្យគាត់ហ្នឹងថ្មឹកតែម្ដងហើយគាត់ក៏បានដើរទៅរកតួឯកពិតស្រីរបស់យើងអញ្ចឹងណាហើយកណិតរបស់គាត់ហ្នឹងក៏បានផុសឡើងថាចង់ម៉ែងមុខអាក្រក់ចង់ងាប់ហ្នឹងគេជាស្រីស្អាតប្រចាំស្លាទៅស្រឡាញ់គេមិនខាតហើយគាត់ក៏គិតប៉ុណ្ណឹងព្រាមគាត់ក៏បាក់ចិត្តខ្លាំងមែនតើកាមេរ៉ាសារ៉ារៀនគឺឆ្នាំទី2ថ្នាក់ A ដែលថ្ងៃនេះជាថ្ងៃបើកវេសមាការដំបូងរបស់ពួកគេអញ្ចឹងទៅហើយតែតួឯកប្រុសរបស់យើងនឹងកំពុងតែមើលមុខទៅកាន់តួឯកស្រីរបស់យើងប៉ុន្តែនៅពេលធ្លាមនោះនឹងក៏មានពួកគេនឹងក៏បាននិយាយពីតួឯកស្រីរបស់យើងថានាងនឹងមានសង្សារច្រើនអញ្ចឹងណាហើយថាមួយខែអីនឹងដូរឡើង2 3 ដងហ្មងគឺសាហាវខ្លាំងមែនតើខណៈពេលនោះដែរតួឯកស្រីរបស់យើងនឹងក៏បានដើរមកខ្ចីបីតួឯកប្រុសរបស់យើងអញ្ចឹងណាហើយតួឯកប្រុសរបស់យើងនឹងក៏គាត់បានថាអីដែរគាត់ក៏ឲ្យបីអញ្ចឹងទៅហើយតួឯកប្រុសយើងឡើងអៀនហ្មងដោយសារនាងនឹងគឺនៅទល់មុខគាត់ហ្មងហើយភ្នំពីរនឹងនៅទល់មុខគាត់យកហ្មងគឺតួឯកប្រុសរបស់យើងនឹងអៀនខ្លាំងមែនតើអាសាវាតបទៅអញ្ចឹងណាហើយតួឯកប្រុសយើងក៏បានតែសារទៅនេះសារនាងនឹងគឺជាមនុស្សល្អម្នាក់អញ្ចឹងទៅហើយស្អាតទៀតតែតួឯកប្រុសរបស់យើងនឹងពិតជាបងប្រាថ្នាចង់បាននាងជាយូរមកហើយបន្ទាប់ពីពេលហ្នឹងតួឯកស្រីរបស់យើងនឹងគឺបានហុចបិចឲ្យតួឯកប្រុសរបស់យើងវិញហើយក៏បានប៉ះដៃគ្នាបន្តិចណាជីវិតតួឯកប្រុសយើងឡើងភីងតែម្ដងអត់ដឹងថាយកអីមកដាក់បានហើយពេលក្រាស់មកខ្ចីបែប៉ះដៃគ្នាយ៉ាងទៀតហើយបន្ទាប់ពីប្រហែលខែក្រោយមកហ្នឹងតួឯកប្រុសរបស់យើងនឹងមានមិត្តភក្តិ2នាក់ដែរអញ្ចឹងណាហើយដែលប្រុសមានសភាពថតហ្នឹងគាត់មានឈ្មោះថាអ៊ីស៊ីហើយប្រុសដែលមានសភាពស្គមហ្នឹងគាត់គេអត់ទាន់បានប្រាប់ឈ្មោះទេហើយមិត្តភក្តិគាត់2នាក់ហ្នឹងពិតជាចង់សានសង្សារខ្លាំងមែនតើហើយគេក៏បានមានកណិតមួយដល់គ្នាគេគាត់ថាចេះមកចំណោម3នាក់ហ្នឹងមានតែតួឯកប្រុសរបស់យើងនេះស្អាតជាងគេអញ្ចឹងទៅដាក់ឆ្លងគ្នាលេអញ្ចឹងណាគេប្រឡងមកបន្ទូច្រើនជាងគឺអត់ទៅសារភាពស្រឡាញ់ក្រាស់របស់គេហ្មងហើយខ្ញុំឡើងគៀងអត់យល់ទៅជាអ្នកបានទូច្រើនជាងសារភាពវិញអូខេហើយតើឯប្រុសរបស់យើងហ្នឹងភីហ្មងចុយមិនធ្វើចឹងវាមិនដែរមានខ្ញុំគៀងឡើងមែនតើកន្លែងហ្នឹងហើយពេលបានចេញបន្ទូប្រឡងមកគឺ2អ្នកគេធ្វើមិនបានល្អនោះទេឯចំណែកតួឯកប្រុសរបស់យើងវិញគឺពេញគ្រប់មុខវិជ្ជាតែម្ដងហើយមានតែបង្ខំចិត្តឲ្យតួឯកប្រុសរបស់យើងនៅសារភាពប្រាប់ក្រាស់គេអញ្ចឹងណាហើយតួឯកប្រុសរបស់យើងថាអត់មានក្រាស់នោះទេហើយមិត្តភក្តិគាត់នៅតែសួរទៀតបន្ទាប់មកដល់ពេលមិត្តភក្តិយើងសួរថាមានអត់គាត់ក៏បាននឹកឃើញដល់តួឯកស្រីរបស់យើងអញ្ចឹងណាឈ្មោះថាសូរ៉ូហើយក៏ឃើញចឹងភ្លាមមិត្តភក្តិរបស់គេ2នាក់ក៏ទាយដឹងមកថាតួឯកប្រុសរបស់យើងមានរៀនចាប់អារម្មណ៍លើនារីម្នាក់អញ្ចឹងណាអញ្ចឹងមានតែបង្ខំចិត្តឲ្យតួឯកប្រុសរបស់យើងនៅសារភាពអញ្ចឹងទៅហើយបន្ទាប់មកតួឯកប្រុសរបស់យើងនឹងក៏ចាំចែសូរ៉ូនៅកន្លែងក្រោមដើមឈើអញ្ចឹងទៅហើយបន្ទាប់មកហ្នឹងតាមប៉ារ៉ាគាត់អត់ចង់ធ្វើអញ្ចឹងទេប៉ុន្តែគាត់មើលទៅមិត្តភក្តិរបស់គាត់ហើយគាត់គិតថាសារតែគាត់រៀនចេះដល់សពថ្ងៃហ្នឹងសារតែមិត្តភក្តិរបស់គាត់ដែរអញ្ចឹងណាអញ្ចឹងទៅគាត់មានតែបង្ខំចិត្តសារភាពប្រាប់ក្រាស់របស់គាត់អីចឹងទៅហើយតួឯកប្រុសរបស់យើងនឹងក៏រងចាំដោយសារគេចេញអស់ហើយអត់ឃើញតួឯកស្រីរបស់យើងចេញមកទេដោយសារតួឯកប្រុសរបស់យើងបានយកกระดาษទុកនៅក្នុងថតរបស់នេះកន្លែងដាក់អីវ៉ាន់អីចឹងណាបន្ទាប់ពីគាត់គិតចឹងហើយហ្នឹងក៏ឃើញតួឯកស្រីរបស់យើងក៏បានដើរមកអញ្ចឹងណាហើយនាងក៏បានងាកមើលឆ្វេងស្ដាំដែរថាមានតែគេអត់ហើយតួឯកស្រីរបស់យើងហ្នឹងក៏បានសួរថាអាហ្នឹងជារបស់លោកឯងមែនហើយតួឯកប្រុសរបស់យើងហ្នឹងថាហ្នឹងឯងជារបស់ខ្ញុំហើយនាងអត់ដឹកស្មានទេថាអាហ្នឹងជារបស់តួឯកប្រុសរបស់យើងអញ្ចឹងណាដោយសារពួកគេហ្នឹងគឺរៀនថ្នាក់មួយគ្នាអញ្ចឹងទៅបន្ទាប់មកហើយហ្នឹងតួឯកប្រុសរបស់យើងក៏បានសារភាពប្រាប់នាងអញ្ចឹងណាហើយនាងឡើងភ្ញាក់ផ្អើលហ្មងថានឹកស្មានតួឯកប្រុសរបស់យើងសារភាពប្រាប់នាងអញ្ចឹងណាហើយនាងក៏បានឆ្លើយយល់ព្រមភ្លាមៗមកអ្នកគ្នាអូ my god លក្ខណៈថាចង់ដូចតួឯកប្រុសរបស់យើងដែរអញ្ចឹងណាហើយតួឯកប្រុសរបស់យើងហ្នឹងក៏គាត់អត់នឹកស្មានដែរសារគាត់សារភាពគាត់លក្ខណៈថាអានេះជាឆ្លងលើកទី1របស់គាត់ដែរសារភាពទៅវាបានផលមែនតើអ្នកគ្នាមិនដូចពេលមុនទេអ្នកគ្នាហើយតួឯកស្រីរបស់យើងហ្នឹងក៏បានប្រាប់ថាគាត់ក៏មានចំណាប់អារម្មណ៍លើតួឯកប្រុសរបស់យើងផងដែរបន្ទាប់ពីនិយាយហើយហ្នឹងនាងក៏បានប្រាប់តួឯកប្រុសយើងថាយើងខ្លាចជាសង្សារគ្នាអញ្ចឹងទៅល្ងាចហ្នឹងត្រូវដើរទៅទាំងមួយគ្នាអញ្ចឹងណាហើយចាប់ពីពេលហ្នឹងទៅណាក៏ត្រូវទៅមួយគ្នាដែរហើយមិត្តភក្តិតួឯកប្រុសរបស់យើង2នាក់ហ្នឹងឡើងគៀងមកចុំវាមិនដែលសារភាពលើកទី1បានសម្រេចទេ